សូមស្វាគមន៍មកកាន់ថ្នាក់ទី 10A វីដេអូនេះនិយាយអំពីរឿងគ្រូបង្រៀនស្រុកស្រែមួយប្រភពរឿងគ្រូបង្រៀនស្រុកស្រែមានប្រភពមកពីដំណើរការតស៊ូនយោបាយរបស់គ្រូបង្រៀនមួយក្រុមនៅព្រៃតតឹងខេត្តកំពង់ចាមប្រទេសកម្ពុជាពីរប្រភេទជារឿងប្រឡំលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ3ចលនារឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាសរសើរខេមរនិយមព្រោះគោលគំនិតរឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកីខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ4អធិពលសង្គមនិយមព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿនការកំណត់តែងក្នុងឆ្នាំ1957និពន្ធឡើងដោយលោកអំថុក5ប្រធានរឿងដំណើររឿងដែលឃើញថាប្រធានរឿងតាក់ទងនឹងការតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យមូលបញ្ហាសកម្មភាពតស៊ូបំផុសចលនាមហាជននិងវិធានការបង្ក្រាបនិងរាំងស្ទះដល់ខ្សែរយៈចលនាមហាជនសង្គមបរិយាកាសស្ថិតនៅក្រោមការដាក់អាណានិគមរបស់បារាំងនិងជប៉ុន6តួអង្គរួមមានបងហមនាងសនលោកគ្រូម៉េងលោកគ្រូច័ន្ទលោកគ្រូវ៉ាតពូព្រឿងប៉ូលីស2នាក់មួយនិងប៉ូលីសម្នាក់ទៀតពូព្រឿងនិងបងហមជាប្រជាជនរស់នៅភូមិកើហើយនៅខាងកើតភូមិនេះមានម៉ាស៊ីនស្រូវមួយពូព្រឿងចំណាស់50ឆ្នាំភ្នែកឈឺមើលមិនសូវឆ្ងាយតែគាត់មិនស្ពឹកឬទម្រុញទេគាត់ឆ្លៀតមើលកូននិងដាំដំណាំនៅក្រោយផ្ទះបងហមអាយុ40ឆ្នាំជាអតីតទាហានជើងក្រហមនិងក្រោយមកធ្វើជានិមន្តតូចតាចក្នុងក្រសួងសាធារណការគាត់មានប្រពន្ធឈ្មោះសនជាអ្នកពូកែរកស៊ីគាត់ទៅអុំស្នៃអង្គរនៅរោងម៉ាស៊ីនរាល់ថ្ងៃមួយមានប៉ូលីស2នាក់ម្នាក់ឈ្មោះមួយមករកចាប់ហមដល់ផ្ទះដែលមូលហេតុគាត់ជាមេបំផុសចលនាមហាជនប្រជាជនឲ្យយល់ដឹងអំពីលទ្ធិប្រជាធិបតេយ្យតែហមមិននៅផ្ទះដំណឹងនេះធ្វើឲ្យអ្នកភូមិម៉ាស៊ីនស្រូវស្រឡាំងកាំងនិងខ្សឹបខ្សួរអាណិតហមជាពិសេសនាងសនប៉ុន្តែបានពូព្រឿងជាអ្នកជិតខាងជួយលួងលោមយកការមិនស្រួលនិងដល់ឯកភាពជាមួយសំណាលយោបល់ពីមិត្តរួមចលនាដូចជាលោកគ្រូច័ន្ទលោកវ៉ាតបងហមក៏កិច្ចខ្លួនមួយរយៈពេលកិច្ចខ្លួនក្នុងរាត្រីនៅតាមផ្លូវបងហមបានជួបសន្ទនាយ៉ាងច្រើនជាមួយអន្តិតដឹមនិងអាចារ្យសែមដែលរៀបរាប់បង្ហាញអំពីអំពើខុសខើរបស់ពួកនិទានគ្រប់ប្រភេទបន្ទាប់មកទៀតសែមក៏បានបង្ហាញអំពីមេគារៀបចំទម្រង់សង្គមឡើងវិញដើម្បីអភិវឌ្ឍភូមិឃុំរបស់ខ្លួនតាមទស្សនៈជឿនលឿនថ្មីតាមរយៈការបោះឆ្នោតជ្រើសរើសនាយកឃុំសកម្មភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល2ខែគ្រូបង្រៀនដទៃទៀតក៏ត្រូវតាមដាននិងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេសចំពោះគ្រូច័ន្ទគ្រូផាន់និងលោកគ្រូវ៉ាតវិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជននិងផ្ដាច់ទំនាក់ទំនងជាមួយមហាជនពុំទទួលបានលទ្ធផលជាវិជ្ជមានទេពីព្រោះគ្រូផ្លាស់ថ្មីមកជំនួសក៏មានទស្សនៈលទ្ធផលដោយគ្រូមុនដដែលក្រោយមកសវត្ថិភាពក្នុងស្រុកប្រែតតឹងក៏ប្រែជាមានសភាពធូរស្រាលអ្នកជាប់គុកនិងជាប់វិរុទ្ធក៏ត្រូវរួចខ្លួនដល់វិស័យការខេត្តចែកគ្រូច័ន្ទគ្រូផាន់គ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រូវវិញយ៉ាងសប្បាយរីករាយពួកគេបានពិភាក្សាគ្នាអំពីគោលគំនិតនិងមធ្យោបាយផ្សេងៗសម្រាប់រៀបចំសង្គមឡើងវិញក្នុងទស្សនៈគោលជំហរជឿនលឿនដដែល